ដែលយើងទៅតាមការចុះផ្សាយរបស់ព័ត៌មាន Fresh News បានឲ្យដឹងថានាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីផ្ទុកនាវិកជិត200នាក់ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល4ថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរឲ្យកាន់តែល្អប្រសើរឡើងនាវាចម្បាំង HMAS Ballarat FFH 155របស់កងទ័ពជើងទឹកអូស្ត្រាលីផ្ទុកនាវិក192នាក់បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជានិងអូស្ត្រាលីឲ្យកាន់តែល្អប្រសើរថែមទៀតលោកឧត្តមនាយវិត្រីអិនសុខេមរានាយសេនាធិការរងមូលដ្ឋានសមុទ្ររៀមនិងនាយនាវីជាច្រើនរូបអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន1គ្រឿងឈ្មោះនាវា HMAS Ballarat FFH 155ដឹកនាំដោយវរៈនាវីតូ Dean Oren មេបញ្ជាការនាវានៅកំពង់ផែក្រុងព្រះសីហនុលក្ខណៈបច្ចេកទេសនាវា HMAS Ballarat FFH 155មានទម្ងន់ផ្ទុក 3,900 តោនមានបណ្ដោយ118ម៉ែត្រទទឹង 14.8 ម៉ែត្រនិងជម្រៅទឹក 6.4 ម៉ែត្រនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល4ថ្ងៃគិតចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាឆ្នាំ2025របស់នាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលីគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អបង្កើតទំនាក់ទំនងនិងរឹតចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងប្រទេសទាំងពីរ